ដំណឹងបន្ទាន់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំចេញមុខបញ្ចប់សង្គ្រាមរវាងកម្ពុជាថៃនៅពេលបន្តិចទៀតនេះកីឡាករនៃកម្ពុជាបាននឹងកំពុងដកខ្លួនចេញពីស៊ីហ្គេមក្នុងប្រទេសថៃក្រសួងការពារជាតិបង្ហាញអំពីស្ថានភាពនៅបន្ទាត់ព្រំដែនកម្ពុជាថៃនាព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025នេះបាទអនុញ្ញាតគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កំណត់សម្រាប់ព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025នេះខ្ញុំមានដំណឹងថ្មីក្តៅៗតាន់ហេតុការណ៍ដើម្បីជម្រាបជូនពុកម៉ែបងប្អូនដំណឹងទី1ពាក់ព័ន្ធទៅនឹងករណីដូណាល់ត្រាំប្រធានាធិបតីអាមេរិកនឹងខលទៅនាយករដ្ឋមន្ត្រីថៃអនុទិនឆាវរកុលនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដើម្បីបញ្ចប់សង្គ្រាមជាបន្ទាន់ដំណឹងទី2ពាក់ព័ន្ធទៅនឹងកីឡាការិនីកម្ពុជាបាននឹងកំពុងរៀបចំដកខ្លួនចេញពីស៊ីហ្គេមលើកទី33នៅប្រទេសថៃដំណឹងទី3ពាក់ព័ន្ធទៅនឹងករណីក្រសួងការពារជាតិប្រកាសអំពីលទ្ធផលក៏ដូចជាប្រកាសអំពីហេតុការណ៍ជាក់ស្ដែងស្ថានភាពជាក់ស្ដែងនៅព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025នេះដើម្បីកុំឲ្យខាត់ពេលវេលាយូរយើងមកតាមដានទស្សនានៅព្រឹត្តិការណ៍បន្ទាន់ទាំងអស់គ្នាលោកត្រាំនឹងខលទូរស័ព្ទទៅថ្នាក់ដឹកនាំកម្ពុជានិងថៃដើម្បីបញ្ចប់សង្គ្រាមជាបន្ទាន់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំប្រកាសថាលោកនឹងខលទូរស័ព្ទទៅមេដឹកនាំកម្ពុជានិងថៃដើម្បីបញ្ចប់សង្គ្រាមបន្ទាប់ពីមានការប្រយុទ្ធគ្នាផ្ទុះឡើងសារជាថ្មីនៅបន្ទាត់ព្រំដែននេះបើយោងតាមការចុះផ្សាយរបស់កាសែត Bloomberg នាថ្ងៃទី10ខែធ្នូឆ្នាំ2025នេះថ្លែងក្នុងព្រឹត្តិការណ៍មួយនៅក្នុងរដ្ឋ Pennsylvania មេដឹកនាំមហាអំណាចផុតលេខបញ្ជាក់ថាលោកនឹងខលទូរស័ព្ទទៅមេដឹកនាំកម្ពុជានិងថៃស្អែកនេះហើយបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរជាបន្ទាន់ការប្រកាសរបស់ដូណាល់ត្រាំគឺកាត់ឡើងស្របពេលកម្ពុជាប្រយុទ្ធគ្នាជាមួយថៃបានផ្ទុះឡើងសារជាថ្មីដែលចាប់ផ្ដើមចេញពីការឈ្លានពានរបស់ថៃរហូតធ្វើឲ្យកម្ពុជាអត់ធ្មត់លែងបានក៏បង្ខំចិត្តបាញ់តបតទៅវិញមុននេះបន្តិចរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយថាអាមេរិកព្រួយបារម្ភខ្លាំងណាស់បន្ទាប់ពីការប្រយុទ្ធគ្នាផ្ទុះឡើងវិញសារជាថ្មីនៅទីតាំងប្រយុទ្ធមួយចំនួនតាមបន្ទាត់ព្រំដែនកម្ពុជាថៃបណ្ដាលឲ្យមានការស្លាប់និងរបួសមនុស្សជាច្រើនអ្នកលោកបន្តថាយើងសូមជំរុញយ៉ាងម៉ឺងម៉ាត់ឲ្យបញ្ចប់ជាបន្ទាន់នៅអរិយភាពហើយការពារជនស៊ីវិលដោយភាគីទាំងពីរភាគីទាំងសងខាងត្រូវតែបញ្ចប់ត្រឡប់ទៅរកវិធីការបន្ធូរបន្ថយភាពតានតឹងដែលបានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនៅទីក្រុងកូឡាឡាំពូនាថ្ងៃទី26តុលាឆ្នាំ2025ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃនិងធ្វើជាសាក្សីដោយប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអ៊ីនវ៉ាអ៊ីមប្រាហ៊ីមសូមជម្រាបជូនសារជាថ្មីថាចំនួនកម្ពុជាថៃគឺជាចំនួនក្នុងចំណោមចំនួនទាំង8ដែលលោកដូណាល់ត្រាំបានអះអាងថាបានបញ្ចប់តាមរយៈការគម្រាមកំហែងយកពន្ធនិងគោរពគោលនយោបាយសន្តិភាពរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននេះបើយោងតាមការចុះផ្សាយរបស់កាសែតកម្ពុជាថ្មីនាព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025នេះបាទពុកម៉ែបងប្អូននេះគឺជាដំណឹងមួយពាក់ព័ន្ធទៅនឹងករណីលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកបាននឹងរៀបចំកិច្ចមួយគឺនឹងខលមកនាយករដ្ឋមន្ត្រីខ្មែរយើងគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកអនុទានឆ្នាំវរកុលដើម្បីធ្វើយ៉ាងណាឲ្យបញ្ចប់សង្គ្រាមជាបន្ទាន់គឺនៅក្នុងថ្ងៃនេះឬក៏ថ្ងៃស្អែកបាទប៉ុន្តែពាក់ព័ន្ធទៅនឹងបញ្ហាដូណាល់ត្រាំខលមកនេះជាលទ្ធផលយ៉ាងណាយើងមិនទាន់ដឹងដល់ឡើយទេជាក់ស្ដែងគឺដូណាល់ត្រាំក៏ធ្លាប់បានប្រកាសក៏ធ្លាប់បាននិយាយឲ្យដែរពាក់ព័ន្ធទៅនឹងបញ្ហានេះគឺលោកបានធ្វើជាសារផ្សាយឲ្យដែរប៉ុន្តែយ៉ាងណាមិញដោយសៀវនៅតែឈ្លានពានទឹកដីគឺនៅតែបន្តធ្វើការរំលោភបំពានមកលើទឹកដីនៃប្រទេសកម្ពុជាយើងដដែលយ៉ាងណាមិញយើងចាំមើលលទ្ធផលជាក់ស្ដែងថាតើលើកនេះដូណាល់ត្រាំនឹងមានវិធីសាស្ត្រអីនិងមានយុទ្ធសាស្ត្រអីដើម្បីឲ្យសៀមបញ្ចប់ការឈ្លានពានមកលើទឹកដីកម្ពុជាយើងបន្តទៀតបាទអញ្ចឹងខ្ញុំសង្ឃឹមយ៉ាងមុតមនថាដូណាល់ត្រាំនឹងធ្វើការលើកនេះបានល្អជាងកាលពីលើកមុនធ្វើទៅបិទតែឃើញលទ្ធផលល្អក៏ពិតមែនប៉ុន្តែសៀមនៅតែមិនទាន់ដោះលែងទេកងទ័ពយើងទាំង18នាក់គឺនៅស្ថិតក្រោមការឃុំឃ្លុំរបស់យោធាថៃដល់ឡើយទេបាទគិតមកទល់ពេលនេះគឺជាដូចជា130ថ្ងៃជាងហើយសៀមនៅតែបន្តឃុំឃាំងមិនត្រឹមតែបន្តឃុំឃាំងទេថែមទាំងឈ្លានពានលើទឹកដីនៃប្រទេសកម្ពុជាយើងថែមទៀតបាទហើយថ្ងៃនេះឃើញថាមានយន្តហោះចម្បាំងឯផ្សេងឃើញនាំគ្នាហោះមកកាត់ប៉ោយប៉ែតហ្នឹងគឺខាងភូមិជោគជ័យព្រៃច័ន្ទគឺវាប្រើប្រាស់យន្តហោះចម្បាំងបាននឹងកំពុងហោះហើរកាត់ពេញហ្នឹងឯបាទហើយកម្ពុជាយើងក៏មានការឆ្លើយតបទៅវិញដែរបន្ទាប់ពីមានការឈ្លានពានជាពិសេសនៅតំបន់មុំបីតំបន់ប្រាសាទព្រះវិហារផ្សេងគឺមានការបាញ់តបទៅវិញដែរគឺក្នុងនាមតែជាអ្នកការពារខ្លួនតែប៉ុណ្ណោះហើយព្រឹកមិញគឺនៅខាងភូមិជោគជ័យភូមិព្រៃច័ន្ទក៏យើងបានប្រើប្រាស់កំភ្លើងបែបប្រភេទ BM21 ដើម្បីឆ្លើយតបដោយកាន់ចោលសៀមដែរដែលសៀមបានឈ្លានពានជាលទ្ធផលគឺឃើញថាធ្វើបានល្អវរៈកងទ័ពយើងគឺបាញ់ចំគោលដៅល្អសៀមកំពុងតែខ្ចាត់ខ្ចាយហើយបាទមកពាក់ព័ន្ធនឹងបញ្ហាដូណាល់ត្រាំនឹងខលមកនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះឥឡូវយើងងាកមើលព័ត៌មានផ្សេងទៀតពាក់ព័ន្ធទៅនឹងបញ្ហាការប្រកាសរបស់ក្រសួងការពារជាតិពាក់ព័ន្ធទៅនឹងសៀមប្រើប្រាស់យន្តហោះចម្បាំង F16 ហោះពីលើតំបន់ប៉ោយប៉ែតខាងខេត្តបន្ទាយមានជ័យបាទឥឡូវយើងមកតាមដានទស្សនានៅវីដេអូពេញជាមួយខ្ញុំបាទទាំងអស់គ្នាសូមជម្រាបជូននៅស្ថានភាពនៅបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃធ្វើសកម្មភាពនិងបើកការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងភូមិសាស្ត្រភូមិភាគ5ខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 9:45 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្ត្រឃុំអូបេជាន់និងភូមិសាស្ត្រប៉ោយប៉ែតនៅវេលាម៉ោង 9:50 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើរង្វង់មូលស្ទឹងបត់ចំនួន2លើកភូមិសាស្ត្រប៉ោយប៉ែតដដែលនៅវេលាម៉ោង 9:50 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 និងហោះទម្លាក់គ្រាប់បែកចំនួន2គ្រាប់នៅទីតាំងភូមិសាស្ត្រស្លក្រាមឃុំស្លក្រាមស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យព័ត៌មានលម្អិតនឹងជូននៅពេលក្រោយសូមជម្រាបជូនស្ថានភាពបន្តទៀតគឺស្ថានភាពនៅបន្តព្រំដែនកម្ពុជាថៃអំពីករណីយោធាសៀមធ្វើសកម្មភាពឈ្លានពាននិងបើកការបាញ់ប្រហារមកលើដែនសហប្រតិភាពស្របច្បាប់របស់កម្ពុជានៅក្នុងភូមិសាស្ត្រភូមិភាគ4ខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃ10ខែធ្នូឆ្នាំ2025នេះគិតត្រឹមម៉ោង 10:13 នាទីនៅវេលាម៉ោង 8:55 នាទីយោធាថៃបានចាប់ផ្ដើមវាយសម្រុកខ្លាំងនៅបោះស្បូវជាំតែនៅវេលាម៉ោង 9:40 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់បែកជាច្រើនគ្រឿងហោះចូលគ្រប់គោលដៅនៅមុំបីអានសេះភ្នំខ្មោចប្រាសាទព្រះវិហារនៅវេលាម៉ោង 9:45 នាទីកងកម្លាំងថ្មើរជើងថៃបានចូលមកច្រកវាលឥន្ទ្រីចំការជែកនៅវេលាម៉ោង 10:13 នាទីយោធាថៃបានវាយសម្រុកខ្លាំងនៅតំបន់អានសេះសូមគូបញ្ជាក់ផងដែរថាកងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពានឈួរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីនៃប្រទេសកម្ពុជាព័ត៌មានលម្អិតនឹងបន្ថែមជូននៅពេលក្រោយសេចក្តីប្រកាសព័ត៌មានខាងច្រកពោធិ៍សាត់វាលវែងម្ដងសូមជម្រាបជូននៅស្ថានភាពនៅបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃបើកការបាញ់ប្រហារមកលើពលរដ្ឋកម្ពុជាជនស៊ីវិលកម្ពុជានៅភូមិសាស្ត្រយុទ្ធភូមិភាគទី5ភូមិជ័យជំនះឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅម៉ោង 9:01 នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងចំនួន1គ្រាប់ផ្លោងចូលចំណុចភូមិសាស្ត្រភូមិជ័យជំនះឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅម៉ោង 9:08 នាទីយោធាថៃបានប្រើប្រាស់កាំភ្លើង DK ចំនួន2គ្រាប់និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកមកក្នុងភូមិសាស្ត្រភូមិជ័យជំនះឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពាននិងឈួរជើងយ៉ាងរឹងមាំក្នុងការការពារបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាព័ត៌មានលម្អិតនឹងជម្រាបជូននៅពេលក្រោយបងប្អូននេះគឺជាព័ត៌មានពាក់ព័ន្ធទៅនឹងសៀមវាចល័តតបវាបំលែងតបវាទៅនេះតិចទៅនោះតិចគឺស្ទើរតែជប់វិញហើយបាទព្រមបន្ទល់ថៃខ្មែរហ្នឹងគឺសៀមវាយគ្រប់ជ្រុងហើយបាទប៉ុន្តែមែនទែនទៅ2ថ្ងៃ3ថ្ងៃនេះតាំងពីថ្ងៃទី7មកថ្ងៃទី10នេះគឺមិនទាន់បានវាយបានតាណាមួយទេបាទនៅទេគឺមិនទាន់បានវាយបាននេះមួយទេប៉ុន្តែពាក់ព័ន្ធទៅនឹងតាហ៊ានស្លាប់តាហ៊ានរបួសអាហ្នឹងជារឿងធម្មតាទេបងប្អូនណាបាទជារឿងធម្មតាទេយើងក៏មានស្លាប់យើងក៏មានរបួសគេក៏មានស្លាប់គេក៏មានរបួសចឹងទៅបាទអ្នកភូមិខ្ញុំក៏មានស្លាប់អ៊ំតាហ៊ានម្នាក់ទៅហើយសៀមក៏មានងាប់ច្រើនបាទសៀមងាប់ប្រណុកកនាលពេញដីបាទឃើញថាខ្មោចតាហ៊ានសៀមអត់មានអ្នកណាគេហ៊ានមកយកទេគឺនៅចោលពេញព្រៃទាំងឯងនេះតាមការផុសពីខាងបងអ្នកសារព័ត៌មានយើងខាងជួរមុខបាទបងប្អូនសម្រាប់ព័ត៌មានទី2នេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះអរគុណច្រើនសូមគោរពលាយើងជួបគ្នានៅវីដេអូក្រោយទៀតបាទសូមជូនពរបងម្នាក់កងទ័ពឲ្យជួបតែសេរីសុខរីចម្រើនឈ្នះអស់មានសត្រូវទាំងឡាយទាំងពួងសូមឲ្យសៀមខ្ចាត់ខ្ចាយងាប់តៃហោងបាទសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ